ខ្ញុំតែងតែលើគេនិយាយថាខ្ញុំគឺជាមនុស្សម្នាក់ដែលមានសំណាងជាងគេអញ្ចឹងណាតាមពិតទៅដោយសារតែគេមិនបានដឹងថាក្រោយខ្នងដែលមានសំណាងរបស់ខ្ញុំហ្នឹងណាខ្ញុំបានធ្វើអីខ្លះខ្ញុំបានលុតដំអីខ្លះខ្ញុំបានឆ្លងកាត់អីខ្លះតាមពិតមនុស្សយើងរស់នៅលើផែនដីហ្នឹងណាគ្រប់គ្នាទាំងអស់មិនថាមនុស្សស្រីមនុស្សប្រុសទេសុទ្ធតែមានសំណាងប៉ុន្តែសួរថាខ្លួនឯងបានសាងអ្វីមកខ្លះសំណាងវាអាស្រ័យទៅលើការសាងរបស់យើងមកខ្ញុំអត់ចង់និយាយអំពីថាតើខ្ញុំបានឆ្លងកាត់អីខ្លះខ្ញុំបានធ្វើអ្វីខ្លះរហូតមកដល់បច្ចុប្បន្នគេថាខ្ញុំសំណាងពេលខ្លះទៅខ្ញុំដូចឥឡូវនេះខ្ញុំកំពុងតែបើកឡានក្នុងមួយថ្ងៃរាប់រយគីឡូដើម្បីស្វែងរកសំណាងស្វែងរកលៀបសក្ការៈរបស់ខ្ញុំតែខ្ញុំមិនដែលបង្ហាញអំពីការលំបាករបស់ខ្ញុំទេពីព្រោះខ្ញុំគិតថាមនុស្សម្នាក់មានការទទួលខុសត្រូវរៀងខ្លួនមានការទទួលខុសត្រូវខុសគ្នាពីតូចមកខ្ញុំគឺជាកូនមួយដែលរស់នៅក្នុងគ្រួសារមួយដែលមានតាពុកហើយនិងម្ដាយកូនអញ្ចឹងភាពឯករាជ្យភាពម្ចាស់ការរបស់ខ្ញុំវាបានបង្រៀនខ្ញុំតាំងពីតូចមកអញ្ចឹងសួរថាហេតុអីបានជាខ្ញុំមានភាពទាំងអស់ហ្នឹងខ្ញុំមានភាពក្លាហានខ្ញុំគេមើលមកថាខ្ញុំនឹងអាចម្ចាស់ការលើជីវិតខ្លួនឯងបានអាចធ្វើអ្វីដែលខ្លួនឯងបានតែសារពីតូចមកគឺខ្ញុំរស់នៅក្នុងមជ្ឈដ្ឋានបែបហ្នឹងដូច្នេះបាននិយាយពាក្យថាសំណាងអូខេខ្ញុំទទួលយកសំណាងប៉ុន្តែសំណាងទាំងអស់ហ្នឹងគឺវាសុទ្ធតែបានកើតឡើងអំពីដៃខួរក្បាលការខិតខំប្រឹងប្រែងរបស់ខ្ញុំអត់មានសំណាងណាដែលរត់មករកយើងដោយឯងនោះទេដូច្នេះហើយពេលខ្លះយើងកុំយកជីវិតខ្លួនយើងទៅប្រៀបធៀបជាមួយគេហើយយើងគិតថាអូនារីម្នាក់នេះមានសំណាងជាងខ្ញុំបរិសម្នាក់នេះមានសំណាងជាងខ្ញុំអត់មានអ្នកណាមានសំណាងជាងអ្នកណាទេបើសិនជាយើងមិនប្រឹងហើយយើងនៅដេករងចាំសំណាងវានៅឈរខាងតែមនុស្សណាដែលប្រឹងប្រែងដែលមនុស្សណាដែលមិនបោះបង់តែប៉ុណ្ណោះដូច្នេះអ្នកទាំងអស់គ្នាពេលខ្លះយើងត្រូវតែលើកទឹកចិត្តខ្លួនឯងនៅពេលដែលគេនិយាយថាអ្នកគឺជាមនុស្សដែលមានសំណាងអរគុណគេទៅដោយសារអីហ៎ភាសាហ្នឹងគឺជាភាសាវិជ្ជមានអញ្ចឹងយើងត្រូវតែទទួលយកនៅពេលដែលគេនិយាយថាមានសំណាងក៏ប៉ុន្តែខ្ញុំគឺជាមនុស្សដែលមានសំណាងហើយសំណាងទាំងអស់ហ្នឹងគឺយើងប្រឹងប្រែងដោយខ្លួនឯងមិនថាការរៀនសូត្រមិនថាការធ្វើការងារមិនថាការប្រតិបត្តិអ្វីផ្សេងមិនថាអ្វីដែលយើងបានចូលរួមធ្វើនៅក្នុងសង្គមហ្នឹងមិនថានៅក្នុងសង្គមគ្រួសារឬក៏នៅក្នុងសង្គមជាតិឬក៏អ្វីផ្សេងទៀតដែលយើងបានឆ្លងកាត់ទាំងអស់ហ្នឹងអញ្ចឹងខ្ញុំគិតថាភាពជឿជាក់ភាពមោះមុតភាពមិនដែលបោះបង់ភាពមិនដែលលែងដៃរបស់ខ្ញុំនឹងហើយដែលបង្កើតឱកាសបង្កើតសំណាងឲ្យខ្ញុំជាច្រើនដូច្នេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាឈប់យកជីវិតខ្លួនឯងទៅប្រៀបធៀបគេហើយគិតថាអូនារីម្នាក់នេះមានសំណាងជាងខ្ញុំបរិសអ្នកនេះមានសំណាងជាងខ្ញុំអ្នកនេះក្លាហានជាងខ្ញុំអ្នកនេះបកាយជាងខ្ញុំអត់មានអ្នកណាបកាយជាងអ្នកណាអត់មានអ្នកណាក្លាហានជាងអ្នកណាទេមានន័យថាម្ដាយពុករបស់យើងបានបង្កើតយើងមកខួរក្បាលមួយដូចគ្នាការគិតដូចគ្នាតែសំខាន់យើងចេះយកការគិតមកប្រើអត់យើងត្រូវដឹងខ្លួនឯងថាចេះបើសិនជាវិធីមួយហ្នឹងយើងយកទៅអនុវត្តវាមិនជោគជ័យយើងបោះចោលយើងទៅរកវិធីផ្សេងខ្ញុំទទួលស្គាល់ថារហូតមកដល់បច្ចុប្បន្ននេះខ្ញុំមិនដែលចាត់ទុកថាខ្លួនឯងជាទឹកពេញកែវទេខ្ញុំមិនដែលចាត់ទុកថាខ្ញុំចេះអ្វីគ្រប់យ៉ាងទេខ្ញុំតែងតែរៀនសូត្រអំពីមនុស្សដែលនៅជុំវិញខ្លួនខ្ញុំតែងតែរៀនសូត្រអំពីអ្នកដែលគេជោគជ័យខ្ញុំតែងតែរៀនសូត្រអំពីអ្នកដែលបរាជ័យក៏ដោយហេតុអីបានជាគាត់បរាជ័យហេតុអីបានជាគាត់ជោគជ័យហេតុអីបានជាគាត់មានលក្ខណៈល្អប្រសើរជីវភាពល្អប្រសើរអ្វីល្អប្រសើរខ្ញុំអត់ដែរបដិសេធនៅគេកំណត់របស់គេការប្រតិបត្តិរបស់គេនៅពេលដែលគេធ្វើបានល្អហើយនៅពេលដែលគេធ្វើមិនបានល្អទេអញ្ចឹងអាការរៀនទាំងអស់ហ្នឹងហើយដែលវាយកមក apply ដែលវាយកមកធ្វើឲ្យខ្លួនយើងហ្នឹងកាន់តែរីកចម្រើនកាន់តែទៅមុខតែបើយើងគិតថាខ្ញុំចេះអស់ហើយខ្ញុំបកកែអស់ហើយមិនបាច់មកបញ្យល់ខ្ញុំមិនបាច់មកប្រោបខ្ញុំទេមានន័យថាយើងគឺជាទឹកដែលពេញកែវហើយតែកាលណាទឹកដែលពេញកែវហ្នឹងហើយអត់មានឱកាសរីកចម្រើនទេខ្ញុំទទួលស្គាល់ថាខ្ញុំមិនដែលបោះបង់ការអានខ្ញុំដឹងថាអ្នកដឹកនាំអ្នកមានសទ្ធិមហាសទ្ធិលើពិភពលោកអ្នកណាក៏ត្រូវការអានដែរដូច្នេះហើយខ្ញុំមិនដែលបោះបង់ការអានទេនៅពេលដែលខ្ញុំដឹងថាខ្ញុំខ្សោយទៅលើអ្វីមួយខ្ញុំត្រូវតែបំពេញនៅកន្លែងហ្នឹងអញ្ចឹងហើយអ្នកខ្លះក៏ថាហែងបកាយទៅលើជំនាញនេះហែងបកាយទៅលើជំនាញនោះខ្ញុំទទួលស្គាល់ថាពេលខ្លះខ្ញុំបកាយស្ទើរតែគ្រប់ជំនាញដោយសារឯណាដោយសារខ្ញុំចង់រៀនដោយសារខ្ញុំត្រូវការអភិវឌ្ឍខ្លួនគ្រប់ឲ្យទាន់សម័យកាលពេលខ្លះខ្ញុំដើរជាមួយកូនក្មេងខ្ញុំដូចជាកូនក្មេងអញ្ចឹងដោយសារអីខ្ញុំត្រូវដឹងថាខួរក្បាលផ្នត់គំនិតរបស់កូនក្មេងក៏ត្រូវការអីគាត់បែបណាគាត់ចង់បានអីអញ្ចឹងយើងត្រូវតែធ្វើខ្លួនដូចជាកូនក្មេងអញ្ចឹងដើម្បីដើរចុះជាមួយគាត់ដើម្បីទៅជាខ្លាយពេលខ្លះទៅជា best friend របស់គាត់សូម្បីតែកូនរបស់យើងក្មួយរបស់យើងឬមួយក៏សាច់ញាតិរបស់យើងក៏ដោយហើយដល់ពេលគាត់មើលមកគឺមានអារម្មណ៍មួយថាស្និទ្ធស្នាល easy មួយយើងស្រួលមួយយើងអញ្ចឹងហេតុអីបានជាម្ដាយមីងខ្ញុំម្ដាយធំខ្ញុំហេតុអីគាត់ច្រឹកគាត់ស្រួលហេតុអីគាត់ស្រួលអញ្ចឹងដោយសារយើងត្រូវរៀនខ្ញុំតែងតែឲ្យតម្លៃទៅលើទស្សនវិជ្ជាពីព្រោះខ្ញុំគិតថាទស្សនវិជ្ជាគឺបានតម្រង់ទិសជីវិតនៅក្នុងការរស់នៅយើងច្រើនណាមិនថាជីវិតគ្រួសារមិនថាជីវិតការរស់នៅក្នុងសង្គមទេ
ទស្សនវិជ្ជាគឺបានបង្រៀនយើងអប់រំយើងទូមានយើងព្រៀនបដៅយើងដូចជាធម៌ព្រះពុទ្ធអញ្ចឹងហើយខ្ញុំទោះបីជាខ្ញុំមិនទាន់ចេះធម៌ចេះអាយច្រើនទេប៉ុន្តែខ្ញុំតែងតែរៀនខ្ញុំតែងតែអានហើយនឹងយកមកអនុវត្តតេតើទៅនឹងទស្សនវិជ្ជាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាផ្លូវចិត្តសំខាន់ណាពេលខ្លះទៅយើងកុំគិតថាអ្នកណាបកាយជាងអ្នកណានៅពេលដែលផ្លូវចិត្តយើងខ្លាំងហើយធ្វើអីក៏កើតដែរយើងមិនបាច់ឆ្ងល់ថាហេតុអីបានមនុស្សស្រីខ្លះបើកឡានចម្ងាយផ្លូវឆ្ងាយបានមនុស្សស្រីខ្លះបើកបានអាស្រ័យទៅលើផ្លូវចិត្ត mindset ផ្នត់គំនិតរបស់យើងនេះយើងធ្វើបានអត់នៅពេលដែលផ្លូវចិត្តយើងរឹងមាំហើយស្អីក៏យើងធ្វើបានដែរតែបើផ្លូវចិត្តយើងទន់ខ្សោយហើយដើរតាក់តែស្មៅក៏យើងដួលដែរដូច្នេះហើយយើងត្រូវសួរខ្លួនឯងថាដូចជាឈឺចឹងពេលខ្លះឈឺទាំងតិចតួចក៏ឈឺក្បាលជាអីប៉ុន្តែយើងយកអាជំងឺនឹងមកធ្វើជាលេសឬក៏យើងយកអាជំងឺមកធ្វើជាសម្ពាធមួយសម្រាប់ខ្លួនឯងឲ្យកាន់តែពិបាកបើនិយាយវាឈឺមិនមែនខ្ញុំមិនឈឺទេខ្ញុំក៏ឈឺដែរប៉ុន្តែខ្ញុំគិតថាវាគឺជាច្បាប់របស់ធម្មជាតិយើងមិនអាចបកកាយបានទេអញ្ចឹងពេលណាឈឺរកថ្នាំឬក៏យើងព្យាបាលទៅតាមអ្វីដែលយើងធ្វើបានទៅតែអ្វីដែលសំខាន់ណាផ្លូវចិត្តយើងត្រូវតែរឹងមាំមិនថាយើងជួបនៅបញ្ហាអីមិនថាយើងជួបនៅឧបសគ្គអីទេយើងតែងតែប្រាប់ខ្លួនឯងថាទ្វារបិទបង្អួចបើសិនជាបង្អួចបិទក៏នៅមានរុនចន្លោះតូចដែលជះចាំងពលឺចូលមកដើម្បីឲ្យយើងឃើញពលឺនឹងដើម្បីដោះស្រាយនៅបញ្ហាថ្មីមួយទៀតនៅក្នុងជីវិតរបស់ខ្ញុំដែរនេះហើយគឺជាសុភាសិតមួយដែលខ្ញុំមិនដែលអស់សង្ឃឹមសម្រាប់ជីវិតរបស់ខ្ញុំអរគុណច្រើន